គាត់ចោលកូនចោលម្ដាយចោលបងប្អូនគាត់ទាំងអស់សូមគាត់ជីម្ដាយហ្នឹងឲ្យមកមើលតែកូននេះផងមករស់នៅជាមួយកូននឹងបងប្អូនគាត់វិញម្ដាយបកកើតគាត់វិញទៅខ្ញុំស្រក់ទឹកភ្នែកពេលយប់ឡើងខ្ញុំដេកប្រធាយបងពេលខ្ញុំចាក់ចេញពីផ្ទះនេះតែគាត់មិនព្រមឲ្យខ្ញុំនៅជាមួយកូនណាគាត់ឲ្យខ្ញុំចេញពីផ្ទះដាច់ខាតចឹងខ្ញុំជាមួយម្ដាយក្មេកគាត់ក៏ឲ្យខ្ញុំចេញទៅកូនដើម្បីកុំឲ្យគេនឹងមើលកូននៅពេលខ្ញុំចាក់ចេញគាត់អត់នៅមកបើមើលកូនទេបងចឹងខ្ញុំនៅប្រធាយខ្ញុំដេកស្រក់ទឹកភ្នែកអាណិតកូនខ្ញុំអាណាគាត់គ្នាទៅយ៉ាងណាបើម្ដាយត្រូវគេប្រវត្តិព្រះដោយអញ្ចឹងមិនស្គាល់កូនមិនស្គាល់ម្ដាយបកកើតគាត់អញ្ចឹងមិនដែលមានមនុស្សស្រីណាដែលចោលកូនហើយចោលម្ដាយខ្លួនឯងដែលបកកើតទាំងទេវាដែលមានបងទៅឈួតយ៉ាងណាក៏ស្គាល់ម្ដាយទេបងតែនេះអត់សោះបងអើយចាត់ទុកម្ដាយចាត់ទុកកូនចាត់ទុកប្តីដូចសត្រូវបាទអញ្ចឹងបើថាខ្ញុំខ້ອຍក៏ខុសចុះលេងតែខ្ញុំបានហើយគាត់លេងទៅម្ដាយគាត់ចោលកាត់កាលម្ដាយគាត់មករឿងម្ដាយគាត់ទីប្លង់ផ្ទះប្លង់ឲ្យម៉ែគាត់ឲ្យគាត់ចោលម្ដាយគាត់ថាមិនមែនម្ដាយទេគាត់គាត់ថាពោះច្រឡំចាប់ផ្ទៃច្រឡំណាទេហើយកូនទាំង3ក៏មិនមែនជាកូនទេគាត់គាត់តែពោះអញ្ចឹងអ្នកបកកើតអញ្ចឹងហើយបងប្អូនគាត់ប្លុកចោលលេងកាត់ការចោលទាំងអស់បាច់ទំនាក់ទំនងបាទហើយថាខ្ញុំគិតថាខ្ញុំមានអារម្មណ៍ឈឺចាប់នៅគេដែលប្រើមន្តអាគមខ្មៅធ្វើបាបគាត់ឲ្យគាត់មិនវែងភ្លេចកូនភ្លេចម្ដាយភ្លេចបងប្អូនគាត់តែសម្រាប់ខ្ញុំអត់ខូចចិត្តទេព្រោះខ្ញុំជាប្តីក៏រោថាខ្ញុំធ្វើបែបមិនល្អយ៉ាងម៉េចមិនពេញចិត្តគាត់អីចឹងទៅប៉ុន្តែហេតុអីបានដល់ថ្នាក់ធ្វើបាបគាត់ឲ្យគាត់ទៅបំរើគេរយៈកាល4ឆ្នាំដែលចោលកូនចោលម្ដាយបកកើតគាត់បងប្អូនបកកើតគាត់ទាំងអស់ដែលគ្មាននឹកសំណោះអីមិនតិចបាទរយៈកាល4ឆ្នាំនេះគឺគាត់អត់មាននឹកសំណោះរកកូនទេកន្លងមកគាត់ជាមនុស្សល្អជាម្ដាយល្អជាកូនល្អបងប្អូនល្អជាភារជាល្អតែដល់ពេលសាប់គប់មួយគេហ្នឹងមកចាប់ទៅបែកឆ្វេងទៅអញ្ចឹងអត់មានពេលណានិយាយបានទេបងបាទមានពេលណានិយាយស្ដាប់ទេខ្ញុំចង់សួរបងថាតើការដែលបងលេងលះគ្នាជាមួយគាត់យើងនិយាយថាលេងគឺផ្លូវច្បាប់ហើយណាបាទផ្លូវច្បាប់ហើយបាទដំណើរការនៃការឈានដល់ការបែកបាក់ចែកផ្លូវគ្នារវាងបងហើយនិងគាត់មុនពេលដែលគាត់ទៅសេពគប់គ្រូនោះឬគឺក្រោយពេលសេពគប់គ្រូនោះឬក៏ដោយសារតែការសេពគប់គ្រូនោះបានធ្វើឲ្យឈានដល់ការបែកបាក់រវាងបងនិងគឺរបស់បងគឺសេពគប់ហើយបានបែកបាក់បងបាទយើងសេពគប់ស្គាល់តាំងពី2012បាទវាសារយើងលក់ដូរទៅវាការស្ងាត់ពេកយើងក៏ជឿលើអញ្ចឹងទៅរកគេទៅដើម្បីលក់ដូរមានភីវមានអីអញ្ចឹងបងដល់ពេលរហូតដល់2017អំឡុង15ម្ដង7គឺខ្ញុំជូនគាត់ទៅមកទេឲ្យតែពេលដល់ថ្ងៃសិលគឺខ្ញុំជូនគាត់ទៅទាំងពីរនាក់អញ្ចឹងបងតែ2017មក2019បានជូនទេថាខ្ញុំរវល់ការងារទី1យើងរងដីធ្លីតែអីទេយើងចង់បានទិញនេះទិញនោះយើងទៅជំនះស្មៅម៉ែអីចឹងណាពេលសិលបាទហើយដល់ពេលពី19យើងកូវីដនេះខ្ញុំចុះបិទខ្ទប់នៅកន្លែងប្រទាយទៅនៅគោដៅដែលផែនការដាក់លើដាក់ទៅបងបែរណាចឹងយើងអត់អាចចេញចូលដល់មួយកូវីដយើងខ្លាចចេញចូលមកប៉ះពាល់សុខភាពកូនព្រោះកូននេះនៅទូចខ្លាចឆ្លងទៅអត់មានអ្នកមើលថែទេអញ្ចឹងគឺខ្ញុំអត់ធ្វើបានចេញចូលទេអញ្ចឹងគោគាត់ទៅតែឯងរហូត2017 19ហ្នឹងគោប្រាប់ទៅមកកូវីដហ្នឹងគាត់19មកគាត់ចាប់ផ្ដើមខ្លាយខ្លាំងហ្មងផ្លែកដំបងចាប់ផ្ដើមដែលបងចាប់ផ្លឹកថាប្រពន្ធបងផ្លែកកំឡុងឆ្នាំណាហើយអរិយាប័ត្រផ្លែកដំបងហ្នឹងគាត់យ៉ាងម៉េចគាត់សម្ដែងកាយវិការយ៉ាងម៉េចចំពោះបងជាប្តីសាប៊ូកក់សក់ PDM Care ជាផលិតផលសក់នាំចូលពីប្រទេសកូរ៉េដែលជួយព្យាបាលរាល់បញ្ហាសរសៃសក់ខូចបែកចុងសក់សំពោងកាត់អង្គែឡើងប្រេងសក់ជ្រុះនិងជួយបណ្ដុះសក់ថ្មីមានជ្រើសរើសតំណាងចែកចាយទូទាំង25ខេត្តក្រុងផងដែរទំនាក់ទំនងទូរស័ព្ទលេខ086 55 57 72 066 88 86 72ឬតាមរយៈ Facebook Page PDM Careកម្ពុជាឆុតមកថែរក្សាសម្រស់ Haniwin មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទមុខជាំមុខអាចរុយនិងមុខអាឡែស៊ី2019នឹងផ្លែកគ្រាន់ថាគាត់រឿងមិនសូវទេគ្រាន់ថាការនិយាយស្ដីពីគាត់ទៅរកគាត់ត្រូវតែកម្រុះកម្រើយសាយពេលយើងមកដល់វិញពេលលក់ដូរអញ្ចឹងទៅប្រាប់ថាម្ហូបនេះវាប្រែចេះផ្អែមចុះភ្ញៀវគេប្រាប់យើងប្រាប់គាត់ស្រែកដាក់យើងវិញថាធ្វើមិនចេះត្រូវទេអាអ្នកថាចាំមកថាអាអ្នកធ្វើចាំមកខុសអញ្ចឹងបងបន្តមកទៀតបាទបន្តមកទៀតមកដល់ពេលកើតកូវីដនេះមកមុននឹងសុំបែកហ្នឹងគឺគាត់ប្រាប់ខ្ញុំថាយើងគាត់អស់កលេសហើយអញ្ចឹងគាត់អស់កលេសហើយគាត់ប្រាប់យើងអញ្ចឹងមកបាទគាត់សុំសិលហើយមូលហេតុដែលគាត់ប្រាប់យើងគាត់ថាគាត់អស់កលេសបាទចំណងផ្លូវលោកអីលេងមានហើយបាទក្រោយមកទៀតថ្ងៃគូកំណើតខ្ញុំថ្ងៃទីថ្ងៃ5ខែ6បាទអញ្ចឹងគាត់អត់ដែរភ្លេចគាត់ត្រូវទិញអី surprise ខ្ញុំពេលគាត់ខ្ញុំធ្វើវិញដែរពីមុនមកតែតែ surprise នេះ surprise ប្តីអស់ទាំងកូនទាំងអីធ្វើជុំគ្នាទាំងអស់ដល់ពេលថ្ងៃហ្នឹងគាត់ភ្លេចវាភ្លេចយើងក៏អត់ថែដែរខ្ញុំដល់ពេលហើយខ្ញុំថាគាត់នឹងខ្លាយខ្លាំងហើយអញ្ចឹងគាត់ចាប់ដើមបាន2 3ថ្ងៃមកខ្ញុំក៏សួរនាំគាត់ក៏សុំលេងទៅបាទសុំលេងក៏ខ្ញុំក៏ឡើងទៅប្រាប់ម៉ែក្មេងខ្ញុំក៏គាត់មកអន្តរាគមជួបនិយាយជាមួយទៅគាត់ថាលេងថាលេងអាណិតកូនទូចណាស់អញ្ចឹងថាឥឡូវបើសិនជាចង់លេងមិនរស់នៅជាមួយគ្នាក៏បានដែរគាត់នៅបន្ទប់ផ្សេងគ្នាតើខ្ញុំនៅបានអត់ថានៅបានដើម្បីកូនរស់នៅជ្រុកតបោតែមួយគាត់នៅបន្ទប់ផ្សេងខ្ញុំនៅ3 4អ្នកកូនដើម្បីផ្ដល់ក្តីសុខភាពដល់កូនសុខនឹងដីកក់ក្ដៅឲ្យកូនដើម្បីសម្ដែងអ្នកជិតខាងជាប្តីប្រពន្ធតែយើងរស់នៅមួយគ្នាក៏ខ្ញុំព្រមតាមគាត់រយៈកាលបានមួយខែទេគឺគាត់ប្រែខ្ញុំនិយាយគាត់កលេសកលាប់លឿនណាទៅបាទទៅចាប់ដើមសុបទៅតែម្ដងបាទសុបទៅហ្មងដល់ពេលខែ11 2019
ពីថ្ងៃ11ខែ11 2021រហូតដល់បច្ចុប្បន្នគាត់ចុះចោលកូនទៅបាត់រហូតដល់ថ្ងៃនេះអត់មានតាក់ទងបានឈឹងបាទ រយៈពេលប្រហែល 7-4 ឆ្នាំ បាទចូល7-4 ឆ្នាំបងគាត់ទៅបាត់ឈឹងអត់មានសំណោះកូនអត់មានសំណោះម្ដាយអត់សំណោះបងប្អូនទាំងអស់គឺគាត់ដូចថាលឺលងមានគាត់តែឯងអញ្ចឹងបង បងខ្ញុំសួរបងថាតើបងមានចម្លែកក្នុងចិត្តទេក្នុងនាមបងជាប្តីភរិយាធ្លាប់ដេកអប់នឹងទ្រុងសុកសំលេងដោយគ្មានមូលហេតុហើយបងមានបានសួរនាំគាត់លំអិតថាតើផ្ដើមពីមូលហេតុអីខ្លះបានគាត់ធ្វើដល់ថ្នាក់ហ្នឹងពេលគាត់សំលេងគាត់ថាគាត់អស់កលេសអស់ហៅថាអស់មโนចេតនាបាទអញ្ចឹងគាត់អត់មានកំហុសអីទេខ្ញុំនឹងគាត់តែគាត់ថាអស់មโนចេតនានឹងគ្នារូបដីប្រពន្ធហើយនិយាយតែប៉ុណ្្នឹងទេបាទគាត់អត់មានថាបងខុសនេះខុសនោះគាត់អត់និយាយគាត់ថាអត់ខុសគាត់ថាសុំតែលេងតែប៉ុណ្្នឹងទេឲ្យរស់នៅក្រុមដបោតែមួយគ្នាសិនអញ្ចឹងណាបងតែដល់ពេលមួយរយៈហ្នឹងគាត់ចេញចូលយកឡានទៅដឹកគេរហូតចេញពីផ្ទះរហូតដល់យប់ដល់បងទៅម៉ោង 5 6 ក្រោយម៉ោង 7 8 9 10 10អញ្ចឹងទៅដឹកគ្រូហ្នឹងបាទទៅដឹកគ្រូនេះយូរទៅកាន់តែធ្ងន់ទៅរហូតដល់ថ្ងៃ11ខែ11 2021នោះក៏គាត់ចេញលេងចូលទៅហើយក៏ដាក់ពាក្យប្តឹងអីគាត់ដាក់ប្តឹងលេងទៅខ្ញុំក៏រត់តាមក្រោយគាត់ទៅបងក៏ព្រមតាមគាត់បាទចិត្តផ្ដិតមេដៃលេងដែរខ្ញុំក៏ព្រមមើលបកាយអត់បានព្រោះហើយសម្រាប់សម្រួលមួយបងប្អូនខាងម្ដាយក្មេកអីទាំងអស់ជួបជុំគ្នាអស់ហើយតែគេអត់ព្រមអញ្ចឹងមានតែខាងម្ដាយក្មេកបងប្អូនខាងម្ដាយក្មេកហ្នឹងគឺគាត់ថាលេងក៏លេងទៅធ្វើម៉េចបើគេទៅហើយយើងដោះលេងគេទៅអញ្ចឹងខ្ញុំក៏នៅដោះលេងគាត់តាមសន្តិវិធីហើយការរាប់អានម្ដាយក្មេកបងប្អូនខាងសាច់ថ្លៃគឺខ្ញុំរាប់អានធម្មតាចេញចូលគាត់បាត់ផ្លូវខ្ញុំចេញចូលរាប់អានចេញចូលមកលេងកូននេះអីនំពោមហាជនឲ្យជួយផងហើយនឹងថាដឹកនាំគ្រប់តនឋានៈជួយលោកដៅអន្តរាគមជួយលោកដៅអន្តរាគមខ្ញុំអត់ចង់ឲ្យធ្វើគ្នាមួយគាត់វិញទេប៉ុន្តែសូមគាត់ជីម្ដាយហ្នឹងឲ្យមកមើលតែកូននេះផងមករស់នៅជាមួយកូននេះនឹងបងប្អូនគាត់វិញម្ដាយបកាគាត់វិញទៅពីព្រោះខ្ញុំអស់ចំណងអាពាហ៍នឹងគ្នាចូល7-4ឆ្នាំហើយប៉ុន្តែសំណងពររបស់ខ្ញុំនេះគាត់ថាសូមឲ្យជួយដើម្បីឲ្យគាត់វិលមកម្ដាយមកកូនគាត់វិញបើរស់នៅជាគ្រួសារដែលមានកូនមានម្ដាយដែលរស់នៅលើโลกនេះធម្មតាតែមានកូនមានអីហើយកុំឲ្យគាត់ទៅចាក់ចោលតែឯងដាច់ស្រយាលទាំងទៅបាត់អញ្ចឹងអត់មានតំណែងឲ្យមកមើលកូននេះសោះអញ្ចឹងទេសំណងពរខ្ញុំសូមឲ្យថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនេះសូមជួយអន្តរាគមន៍តែប៉ុណ្្នឹងបានបងមានក្តីសង្វេគបងមានក្តីសង្វេគចំពោះកូនបែបណាដែរនៅពេលដែលម្ដាយបាទផ្ដាច់មនោសញ្ចេតនាបោះបង់ចោលមិនទទួលស្គាល់បែបនេះពេលដែលគាត់ធ្វើបែបនេះបងខ្ញុំដើរឡើងហោះបងខ្ញុំសក់ទឹកភ្នែកពេលយប់ឡើងខ្ញុំដេកប្រទាយបងពេលខ្ញុំចាក់ចេញពីផ្ទះនេះតែគាត់មិនព្រមឲ្យខ្ញុំនៅជាមួយកូនណាគាត់ឲ្យខ្ញុំចេញពីផ្ទះដាច់ខាតអញ្ចឹងខ្ញុំជាមួយម្ដាយក្មេកគាត់ក៏ឲ្យខ្ញុំចេញទៅកូនដើម្បីកុំឲ្យគេនឹងមើលកូននៅពេលខ្ញុំចាក់ចេញគាត់អត់នៅមកបើមើលកូនទេបងអញ្ចឹងខ្ញុំនៅប្រទាយខ្ញុំដេកសក់ទឹកភ្នែកអាណិតកូនខ្ញុំអាណាគាត់គ្នាទៅជាយ៉ាងណាបើម្ដាយត្រូវគេប្រត់ប្រះដោយអញ្ចឹងមិនស្គាល់កូនមិនស្គាល់ម្ដាយបង្កើតគាត់អញ្ចឹងខ្ញុំគ្រប់ដួលចិត្តបងប៉ុន្តែខ្ញុំមិនធ្វើអ្វីប្រេះផ្ដាស់អំពើហិង្សាដាច់ខាតបង